ចានេះខ្ញុំសូមគោរពនឹងជម្រាបសួរទៅដល់អូនពូមីងបងប្អូនទាំងអស់គ្នាចាអញ្ចឹងសម្រាប់ថ្ងៃនេះគឺពិសេសមែនតើតែម្ដងនេះខ្ញុំសូមបង្ហាញជូនបងប្អូនទាំងអស់គ្នានៅរថយន្តដែលមាននៅក្នុងក្រាបប៊ុនសុងសរុបតែម្ដងចាអញ្ចឹងបានន័យថាឡានដែលយើងទៅតែកាត់ចូលមកតែម្ដងក្នុងស្តុកឥឡូវនេះចាអញ្ចឹងមានតែប្រភេទ Toyota Lancer ដែលនៅខាងមុខខ្ញុំនេះមានតាំងពីឆ្នាំ016រហូតដល់022ចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្នែកប្រភេទលុយសៀល X570 វិញមានចាប់ពីឆ្នាំ014រហូតដល់022ដូចគ្នាចាហើយមានថែមទាំង600ទៀតអូនពូមីងបងប្អូនទាំងអស់គ្នាមានគ្រប់ជម្រើសគ្រប់ឆ្នាំគ្រប់ពណ៌ជូនទៅដល់អូនពូមីងបងប្អូនទាំងអស់គ្នាតែម្ដងចាអញ្ចឹងមកឥឡូវនេះខ្ញុំសូមបង្ហាញជូននៅផ្នែកប្រភេទលុយសៀល X570 វិញម្ដងចាអញ្ចឹងពាក់ព័ន្ធទៅនឹងកម្រិតឡាននៅក្នុងក្រាបប៊ុនសុងហ៊ានធានាជូនទៅដល់អូនពូមីងបងប្អូនទាំងអស់គ្នាថាបានឡានដែលនៅគុណភាពតែម្ដងចាមិនមែនជាប្រភេទឡានបុកប៉ះពៀទេគឺចេញសម្បត្តិធានាអូនពូមីងបងប្អូនទាំងអស់គ្នាតែម្ដងគឺច្បាស់នៅក្នុងវីដេអូនេះចាអញ្ចឹងមកឥឡូវកុំឲ្យខាត់ពេលវេលាសម្រាប់រថយន្តមួយគ្រឿងនេះជាប្រភេទលុយសៀល X570 ឆ្នាំ2019គូរូចាអញ្ចឹងមានអូនពូមីងបងប្អូនណាប៉ែតៃអាចជួយមករកនៅក្រាបប៊ុនសុងបានចាហើយសម្រាប់មួយគ្រឿងនេះគឺពណ៌សដូចគ្នាចាគូរូ020តែម្ដងអូនពូមីងបងប្អូនទាំងអស់គ្នាគឺនៅសនំស៊ីនចឹងតែម្ដងចាហើយបើពណ៌ខ្មៅនេះវិញគឺខ្មៅក្រឹបស្អាតមែនតែម្ដងចាគូរូ19ពណ៌ខ្មៅចាអាចជួយមករកនៅក្រាបប៊ុនសុងបានមានគ្រប់ជម្រើសគ្រប់ option គ្រប់ពណ៌គ្រប់ឆ្នាំជូនទៅដល់អូនពូមីងបងប្អូនទាំងអស់គ្នាតែម្ដងចាឥឡូវពាក់ព័ន្ធទៅនឹងកម្រិតថ្មីមួយគ្រឿងនេះគឺឆ្នាំ2018អញ្ចឹងអូនពូមីងបងប្អូនទាំងអស់គ្នាណាខ្លះដែលរកឆ្នាំ2018ចាអាចជួយមករកនៅក្រាបប៊ុនសុងយើងផ្ទាល់បានចាមួយគ្រឿងនេះក៏ដូចគ្នាដែរឆ្នាំ2017អូនពូមីងបងប្អូនទាំងអស់គ្នាចាបាក់ចិត្តល្មមវិញអាចយកឆ្នាំ17បានចាធានាក្រាបប៊ុនសុងលក់តែប្រភេទលុយសៀល X570 និង Toyota Lancer ទេអញ្ចឹងអូនពូមីងបងប្អូនទាំងអស់គ្នាអាចជួយមករកបានចាអញ្ចឹងសម្រាប់មួយគ្រឿងនេះចា17ដូចគ្នាអូនពូមីងបងប្អូនទាំងគ្នាចាឡើងប៉ាណា021ទៀតអញ្ចឹងអូនពូមីងបងប្អូនទាំងគ្នាគឺគេអត់ដឹងទេចាដោយសារអីគឺរៀងតែមួយតែម្ដងចាមកអូនពូមីងបងប្អូនទាំងគ្នាពណ៌ខ្មៅនេះវិញម្ដងចាអូនពូមីងបងប្អូនណាខ្លះរកស៊ីឲ្យចង់បានពណ៌ខ្មៅយកទៅជាអំណាចតែម្ដងចាពណ៌ខ្មៅនេះក៏ដូចគ្នាដែរអាចមករកបាននិយាយទៅរៀបរាប់គឺរៀបរាប់អត់ទេដោយសារអីក្រាស់យើងគឺមានជាច្រើនគ្រឿងច្រើនឆ្នាំជូនទៅដល់អូនពូមីងបងប្អូនទាំងគ្នាអូនពូមីងបងប្អូនទាំងគ្នាកាន់តែលុយមកចង់បានឆ្នាំណាក៏បានដែរនៅក្រាបប៊ុនសុងចាសម្រាប់មួយគ្រឿងនេះគឺ015ចាកម្រកាត់បានមែនតែម្ដងចាហើយសម្រាប់មួយគ្រឿងនេះគឺ014អូនពូមីងបងប្អូនទាំងគ្នាចាឥឡូវមកមើលធនតូចតែម្ដងនេះអូនពូមីងបងប្អូនទាំងគ្នានេះជាប្រភេទ OX 200ចាឆ្នាំ2016ពណ៌ខៀវពណ៌នេះចេញមកចង់ថាជាស្រស់ថ្លាមែនតែគឺប្លែកដាច់គេតែម្ដងចាមកអូនពូមីងបងប្អូនទាំងគ្នាសម្រាប់ពណ៌នេះក៏ដូចគ្នាដែរនេះជាប្រភេទ NX 200ទេពណ៌សអូនពូមីងបងប្អូនគ្នាអាចជួយមករកបានសិតតែប្រភេទឡានដែលនៅស្អាតធានាទឹកថ្នាំស៊ីនមកចុំជូនទៅដល់អូនពូមីងបងប្អូនទាំងគ្នាគឺច្បាស់គឺចំជូនទៅដល់អូនពូមីងបងប្អូនទាំងគ្នាតែម្ដងចាចង់ចូលមកដល់ផ្នែកខាងក្នុងនេះជាប្រភេទ LX 600ចាអញ្ចឹងអូនពូមីងបងប្អូនទាំងគ្នាណាដែលប៉ែតៃប្រភេទ LX 600អីអាចជួយមករកនៅក្រាបប៊ុនសុងបានដូចគ្នាកាន់តែលុយសុតមកអូនពូមីងបងប្អូនទាំងគ្នាចាចង់បានឆ្នាំណាក៏បានដែរមានគ្រប់ឆ្នាំគ្រប់សេរីគ្រប់ម៉ាកជូនទៅដល់អូនពូមីងបងប្អូនទាំងគ្នាតែម្ដងអញ្ចឹងជានេះជាប្រភេទលុយសៀល X 600ពណ៌សចាជានិចឈើទៀតអូនពូមីងបងប្អូនទាំងគ្នាចាហើយបងមកគ្រឿងនេះគឺពណ៌ខ្មៅក្រឹបតែម្ដងចានេះជាប្រភេទ Turbo Sport ហើយនេះអូនពូមីងបងប្អូនទាំងគ្នាមកគ្រឿងនេះក៏ដូចគ្នាដែរចានេះជាប្រភេទ Rolls-Royce Ghost version 2ចាចឹងពិសេសតែម្ដងចាហើយបងមកគ្រឿងនេះគឺពណ៌ខ្មៅនេះខ្មៅក្រឹបដូចគ្នាចានេះជាប្រភេទឡង់ឆ្នាំ2022ចាអញ្ចឹងសម្រាប់នៅក្បែរដៃនឹងខ្ញុំនេះគឺជាប្រភេទ Toyota Lancer GR 2018ពណ៌សស្អាតមែនតើពុកម៉ែបងប្អូនធានាជូនពុកម៉ែបងប្អូនមេឡានហ្មងងាយកាត់បានទេពិបាកកាត់ខ្លាំងមែនតើហើយសម្រាប់នៅខាងស្ដាំដៃខ្ញុំនាងខ្ញុំមួយគ្រឿងនេះទៀតគឺជាប្រភេទ Toyota Lancer GR ដូចគ្នាចាគឺ2016 016អញ្ចឹងបញ្ជាក់ពុកម៉ែបងប្អូនបន្តិច Toyota Lancer របស់យើងមានចាប់ពីឆ្នាំ016ឡើងទៅមានទាំងកំងទៀតណាពុកម៉ែបងប្អូនហើយសម្រាប់នៅខាងស្ដាំដៃនាងខ្ញុំនេះបន្ថែមទៀតពណ៌សនេះគឺ Toyota Lancer GR Grand Touring 2019ពុកម៉ែបងប្អូនស្អាតមែនតើហ្មងអែមកមេឡានសិតតែមេឡានហើយសម្រាប់អាពីរនេះគឺប្រភេទ Toyota GR Grand Touring 2020ពីរគ្រឿងមាន2គ្រឿងសម្រាប់ពុកម៉ែបងប្អូនជ្រើសរើសដែលពុកម៉ែបងប្អូនកំពុងតែមានបំណងចង់បានឆ្នាំ020អាចមកមើលបានយើងមានជម្រើសច្រើនហើយសម្រាប់មួយគ្រឿងនេះវិញអស់ទាស់ហ្មងហៅកន្លែងនិយាយគ្មានទេគឺ021កម្រកាត់បានណា021ពុកម៉ែបងប្អូនអាចមកមើលបានជាក់ស្ដែងហើយសម្រាប់ពីរគ្រឿងនៅខាងមុខនេះគឺជាប្រភេទ Toyota Lancer VHR 022ហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានខ្លាញ់គោក៏មានណាពុកម៉ែបងប្អូនបញ្ជាក់ចង់បានចង់កំងក៏បានចង់បានឡានស្លាកលេខឡានបន្ទឹកនៅក្នុងក្រាស់យើងក៏បានដែរហើយយកបង្ហាញអានេះតិចខុសគេបន្តិចអានេះជាលក្ខណៈគ្រួសារពុកម៉ែបងប្អូនដែលគាត់មានតម្រូវការចង់ជិះឡានបែបគ្រួសារពុកម៉ែបងប្អូនមកមើលនៅក្រាស់យើងបានដូចគ្នា Mercedes V250 ពណ៌សតួវែងស្អាតមែនតើហើយមួយទៀតនេះ Toyota Alphard ពុកម៉ែបងប្អូនស្អាតមែនតើ018អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ថាអត់ចង់ជិះប្រភេទឡានបែបឯកជនក៏ចង់ជិះ
ប្រភេទគ្រួសារចង់បានឡានតួវែងពុកម៉ែបងប្អូនអាចមើលពីគ្រឿងនេះបានធានាជូនពុកម៉ែបងប្អូនមកគឺសិតតែម្ចាស់ដើមគាត់ទិញគាត់កេះតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នា